สุดท้ายบางคนออกเนี้ยบางคนกันเลยจังหายออลวนมุ้ยแต่บางคนออกเนี้ยบางคนนี่หมดเดลออปติกไลท์ plus 7 4 10 7 4 1024អីនេះបងប្អូន24អីបំពាក់ដោយ CPU Core i7 ជំនាន់13700 maximum speed អាយខ្លាំងមែនតើ maximum speed វាដល់ 5.20 បងប្អូនខ្លាំងមែនតើ16 core 8 វង 16 core 24 CPU បងប្អូន RAM 32G 1408 MHz យួរនេះ 16G 8 MHz VGA built in តែ 8G បងប្អូនមិនមែនធម្មតា VGA built in តែ 8G អញ្ចឹង all in one នេះវាបំពាក់មក Core i7 ជំនាន់13បងប្អូនណា RAM 32G M2 មួយតេបងប្អូននិយាយទៅស្រស់ស្អាតហ្នឹងបងប្អូនថ្មី 99.99 ណាបងប្អូនអានេះ second hand មែនអានេះថ្លៃថ្មីដូច 1000 ជាងក៏ប្រហែលនេះអត់តន់ច្បាស់បងប្អូនតែដឹងតែបើមិនក្បែរក៏លើដែរបើមិនលើក៏ក្បែរដែរច្រឡំអញ្ចឹងឲ្យបងប្អូនមើលរៀងវិធីទៅហើយ Dell Optiplex all in one នេះបងប្អូនហើយខ្ញុំឲ្យទៅមើលក្រោយតិចក្រោយនេះគឺបែបនេះបងប្អូនណាថ្មីបងប្អូននៅថ្មីមែនតើបងប្អូនស្អាតភ្លឹង i7 ជំនាន់13បើនិយាយពី A1 ថ្មីនៅពេញឃ្លាំងឡើយបងប្អូននៅពេញឃ្លាំងឡើយ A1 ថ្មីនៅពេញ stock ណែន stock តែនេះ second hand នេះណាបងប្អូនអញ្ចឹង second hand នេះតម្លៃក៏ល្អដែរបងប្អូនតម្លៃក៏ល្អដែរបងប្អូនអាចមករកបានណាគឺស្អាតហ្នឹង Core i7 ជំនាន់13ហើយ Type C វាខាងក្រោមហើយដូចជាគ្មានអីរ៉ាយរ៉ាប់ច្រើនណាបងប្អូនអានេះធ្វើការងារបានសឹងតែគ្រប់ហើយទោះបីតែវាមិនបំមាន VGA card VGA ដាច់អីមកជាមួយក៏ដោយប៉ុន្តែ CPU ប៉ុណ្នេះ RAM ប៉ុណ្នេះ spec ប៉ុណ្នេះយើងអាចធ្វើវីដេអូឬក៏កាត់តអីຂະຫນາດមុំបានផុយទោះបីតែវាមិនល្អដល់ VGA ដាច់ក៏ដោយបងប្អូនអញ្ចឹងយើងអាចយកទៅធ្វើការធំៗឲ្យបានណាបងប្អូន VGA built-in វា 8G មកគួរសមហើយហើយវាបំពាក់CPU technology វាហ្នឹងវាចុងក្រោយដែរបងប្អូនអញ្ចឹងបងប្អូនអាចមករកបានណាតម្លៃធូរបងប្អូនណានេះអត់ថ្លៃប៉ុន្មានទេបងប្អូនហើយក៏អត់ទៅមានច្រើនដែរបងប្អូនយូរមានម្ដងអញ្ចឹងបងប្អូនអាចមករកបានមានអត់ច្រើនគ្រាប់ទេបងប្អូនណា i7 ជំនាន់13 RAM 32G M2 មួយតេនៅថ្មីមែនតើចកវាអីស្អាតចេះរូបរាងកូតាវាអីហ្នឹងគឺនៅស្អាតទាំងអស់ចឹងបងប្អូនអាចមករកបានណាបងប្អូនអូខេអរគុណច្រើនបងប្អូនគ្នាចង់បង្ហាញតែប៉ុណ្្នឹងឯងបងប្អូន all in one នៅមាន all in one ច្រើនទៀតកំពុងតែ set up តេស្តវាអូខេអរគុណច្រើនបងប្អូនគ្នា